អស្ចារ្យណាស់អត្ថប្រយោជន៍នៃទឹកដូងដែលអ្នកមិនធ្លាប់ដឹងទឹកដូងជាភេសជ្ជៈធម្មជាតិដែលសម្បូរជាតិទឹកនិងអេឡិចត្រូលីតជួយបំពេញជាតិទឹកក្នុងរាងកាយនិងគាំទ្រមុខងារបេះដូងនិងតម្រងនោម1តម្លៃអាហារូបត្ថម្ភវាត្រូវបានយកពីដូងខ្ចីអាយុប្រហែល67ខែនិងមានជាតិទឹករហូតដល់94%ខណៈជាតិខ្លាញ់មានតិចខ្ទិះដូងខុសពីទឹកដូងដោយមានជាតិទឹកតិចជាងប្រហែល50%និងមានជាតិខ្លាញ់ខ្ពស់ជាង2សម្បូរទៅដោយវីតាមីននិងជាតិខានីសសំខាន់ៗទឹកដូងសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិខានីសសំខាន់ៗមានរសជាតិផ្អែមពីធម្មជាតិទឹកដូងមួយពែង240មីលីលីត្រផ្ដល់ថាមពលប្រហែល60កាឡូរីកាបូអ៊ីដ្រាត15ក្រាមជាតិស្ករ8ក្រាមនិងមានជាតិកាល់ស្យូមម៉ាញ៉េស្យូមផូស្វ័រនិងប៉ូតាស្យូមដែលជួយគាំទ្រដល់សុខភាពរាងកាយបាស3ជួយការពារកោសិកាពីការខូចខាតទឹកដូងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាបបរឌីកាល់សេរីម៉ូលេគុលមិនស្ថិតថេរក្នុងរាងកាយវាអាចជួយកាត់បន្ថយស្ត្រេសអុកស៊ីតកម្មការពារកោសិកាពីការខូចខាតនិងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន4អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមគួរទទួលទានត្រឹម1-2ពែងក្នុងមួយថ្ងៃនិងជ្រើសរើសទឹកដូងស្រស់គ្មានជាតិស្ករបន្ថែមទោះជាយ៉ាងណាដោយសារទឹកដូងមានកាបូអ៊ីដ្រាតអ្នកជំងឺទឹកនោមផ្អែមគួរពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញអាហារូបត្ថម្ភមុនពេលទទួលទានជាប្រចាំទឹកដូងអាចជួយបញ្ចុះនិងគ្រប់គ្រងជាតិស្ករក្នុងឈាមដោយសារមានម៉ាញ៉េស្យូមដែលជួយបង្កើនប្រសិទ្ធភាពអាំងស៊ុយលីនវាអាចមានប្រយោជន៍សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី2ឬអ្នកស្ថិតក្នុងដំណាក់កាលមុនកើតជំងឺទឹកនោមផ្អែម5ជួយកាត់បន្ថយហានិភ័យគ្រោះក្នុងតម្រងនោមទឹកដូងអាចជួយបង្ការគ្រោះក្នុងតម្រងនោមដោយជួយបំពេញជាតិទឹកដល់រាងកាយនិងកាត់បន្ថយការកើតគ្រីស្តាល់នៅក្នុងតម្រងនោមនិងផ្លូវបង្ហូរនោមការទទួលទានទឹកគ្រប់គ្រាន់រួមទាំងទឹកដូងក្នុងកម្រិតសមរម្យអាចជួយកាត់បន្ថយហានិភ័យនៃការកើតគ្រោះក្នុងតម្រងនោម6ជួយថែរក្សាបេះដូងនិងសម្ពាធឈាមទឹកដូងអាចជួយថែរក្សាសុខភាពបេះដូងដោយជួយបញ្ចុះកម្រិតកូលេស្តេរ៉ុលនិងត្រីក្លីសេរ៉េតក្នុងឈាមវាក៏សម្បូរទៅដោយប៉ូតាស្យូមដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាមជាពិសេសសម្រាប់អ្នកមានជំងឺលើសឈាមឬមានហានិភ័យកើតជំងឺនេះ7ជួយស្ដារជាតិទឹកក្រោយហាត់ប្រាណទឹកដូងជួយបំពេញជាតិទឹកនិងអេឡិចត្រូឡេតឡើងវិញបន្ទាប់ពីហាត់ប្រាណឬបាត់បង់ជាតិទឹកវាមានផ្ទុកប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយនិងអាចមានប្រសិទ្ធភាពជាងទឹកស្អាតធម្មតាក្នុងការស្ដារជាតិទឹកក្រោយសកម្មភាពរាងកាយតើអ្នកធ្លាប់ផឹកទឹកដូងជាប្រចាំដែរឬទេសូមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុង comment like follow page ដើម្បីទទួលបានចំណេះដឹងសុខភាពថ្មីសូមអរគុណសម្រាប់ការអាន